អ្នកខ្ញុំកណ្ណាសូមការញាតិពីសំណាក់លោកចាស់ជាប្រធានគ្រប់ព្រះអង្គជាពិសេសលោកគ្រូឆាតិកាវត្តប្រាសាទឥន្ទ្រីហៅវត្តគោបត្រីដោយសេចក្តីគោរពអំពីចម្ងាយដើម្បីបានឱកាសក្នុងការពោលនៅពធក្នុងថ្ងៃពីកើតខែចេពុទ្ធសករាជ2570តែជាថ្ងៃបុណ្យបង្ហើយបុណ្យសពហើយជាថ្ងៃបង្ហើយរបស់ឧបាសិកាសំផាន់ដែលគាត់បានមរណកាលអស់ទៅប្រមាណជាប្រហែល7ថ្ងៃហើយក៏ប្រពថ្ងៃនេះជាបុណ្យបញ្ឆំដោយសារបានរាប់អានស្គាល់ចឹងទៅក៏បានញោមគាត់និមន្តមកបានសម្ដែងនៅពធមុននឹងពោលខ្ញុំណាសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពសូមនមស្ការចំពោះលោកគ្រូចាតិកាវត្តគោបត្រីនឹងដោយសេចក្តីគោរពពីចម្ងាយនមស្ការចំពោះលោកចាស់ជាវធិរៈគ្រប់អង្គនិងរាប់អានកណ្ណាគុណចាស់ញាតិញោមពុទ្ធបរិស័ទគ្រប់រូបដែលបានចូលរួមជាពិសេសគឺពុទ្ធបរិស័ទដែលជាគ្រួសារនៃសំក្រុមញាតិពិសេសកូនចៅមានឧបាសិការស់សុភាឧបាសិកាដួងជាដើមញាតិមិត្តដែលបានស្គាល់ញាតិបង្កើតបងប្អូនចិត្តឆ្ងាយពុទ្ធបរិស័ទគ្រប់រូបបានចូលរួមពិធីបុណ្យសពអញ្ចឹងនៅក្នុងពិធីបុណ្យសពយើងតែងចូលរួមគឺដើម្បីកើតការសង្វេគដើម្បីកើតនៅការសង្វេគដូចញោមស្មូតមិញស្ដាប់ទៅតែមិនគួរណាកើតឲ្យមានស្លាប់ទៀតមកជាមួយអានឹងវាអាចទៅរួចសភាវៈធម៌អញ្ចឹងកើតគូនឹងស្លាប់យើងកើតមកគូទូលសេចក្តីស្លាប់មកជាមួយហើយណាក្នុងវិសុទ្ធមគ្គលោកសំដែងអញ្ចឹងដូចជាប្រសិទ្ធដែលវាដោះហើយវាទូលដីមកណាវាដោះចេញពីដីនោះតែពេលអញ្ចឹងវាទូលដីមកដែរយ៉ាងណាមិញសត្វលោកគ្រប់រូបកើតមកហ្នឹងគឺទូលនៅសេចក្តីស្លាប់ហ្នឹងមកជាមួយគ្រាន់តែថាសេចក្តីស្លាប់ហ្នឹងមិនដឹងថាកើតនៅពេលណាទេណាមិនដឹងថាកើតនៅពេលណាពិធីបុណ្យសពយើងប្រពធ្វើហ្នឹងគឺដើម្បីដាស់សតិដល់អ្នករស់ភាគច្រើនទេណាចំណែកអ្នកដែលស្លាប់ទៅហើយយើងមិនអាចនឹងអាចធ្វើអ្វីបានដើម្បីគាត់ទេក្រៅតែពីធ្វើបុណ្យចំពោះអ្នកមានសិលឧទ្ទិសទៅជូនគាត់នេះជាទួនាទីរបស់កូនចៅប្រុសស្រីទួនាទីទី5ណាពេលដែលគាត់ស្លាប់ទៅអញ្ចឹងទៅក៏យើងឧទ្ទិសបុណ្យឲ្យចំណែកពិធីបុណ្យសពខំធ្វើ6 7ថ្ងៃនេះធ្វើដាស់សតិអ្នករស់ទេអ្នកស្លាប់ទៅហើយយើងអត់បានទៅដាស់សតិអីទៀតទេផុតទៅហើយមិនដឹងទៅណាណាប៉ុន្តែយើងទួនាទីធ្វើបុណ្យហ្នឹងប្រពគាត់ឧទ្ទិសជូនទៅគាត់បានដល់ក្តីមិនដល់ក្តីហើយយើងទួនាទីយើងត្រូវធ្វើហើយខំនិមន្តព្រះសង្ឃស្ដាប់ធម៌ច្រើនអង្គហើយមកហ្នឹងហើយឥឡូវកំពុងស្ដាប់ទៀតនេះគឺដើម្បីរំសាយទុក្ខរបស់អ្នកដែលនៅរស់កូនចៅក្រុមញាតិហើយនឹងអ្នកដែលចូលរួមឲ្យមានសតិស្មារតីថាជីវិតយ៉ាងនឹងឯងមិនអាចផុតអំពីសេចក្តីស្លាប់ទេមិនអាចផុតពីសេចក្តីស្លាប់អញ្ចឹងយើងត្រូវរស់នៅយ៉ាងម៉េចណាបើសិនជានៅតែស្លាប់អញ្ចឹងយើងមិនអាចផុតហើយក៏យើងមិនអាចគេចដែរណាទៅទីណាក៏ដោយត្រូវតែស្លាប់ព្រះសម្មាសម្ពុទ្ធគង់តែបរិនិព្វានអញ្ចឹងយើងកាលដែលយើងនៅរស់យើងត្រូវរស់នៅឲ្យបានសមប្រកបឲ្យល្អប្រកបដោយធម៌ទៅដល់ពេលដែលសេចក្តីស្លាប់មកដល់ទៅគឺយើងអត់មានអីដែលត្រូវសោកស្ដាយណាអត់មានអីដែលត្រូវសោកស្ដាយយើងត្រូវរស់នៅជាមួយនឹងបុគ្គលដែលនៅជុំវិញខ្លួនឯងហ្នឹងឲ្យអត់មានការសៅមងសោកស្ដាយថាអូអត់បានធ្វើសេចក្តីល្អចំពោះអ្នកនេះអ្នកនោះទេជាពិសេសកូនចៅប្រុសស្រីនៅជាមួយម្ដាយឪពុកបងប្អូនអីចឹងទៅរស់នៅចេះស្រឡាញ់គ្នាអនុគ្រោះគ្នាមានការសង្កហៈសង្គ្រោះគ្នាដោយទានពលពាក្យបរោះអីជាដើមទៅជាមួយញាតិមិត្តក៏ដូចគ្នាបើជាមួយម្ដាយឪពុកទំនុកបំរុងបម្រើគាត់មើលថែគាត់រហូតដល់ឲ្យគាត់មានសទ្ធាសិលចាគៈបញ្ញានឹងទៀតទៅណាឲ្យគាត់មាននៅសេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តដល់ពេលយើងប្រឹងប្រែងប្រពន្ធនឹងហើយថ្ងៃណាមួយក៏គាត់គង់នឹងស្លាប់នឹងឯងយើងក៏ត្រូវតែស្លាប់អញ្ចឹងមុននឹងបែកគ្នាដោយការស្លាប់យើងបានធ្វើសេចក្តីល្អអស់នឹងរួចទៅហើយ
ចឹងនៅពេលដែលសេចក្តីស្លាប់នឹងមកដល់គឺយើងអត់មានអីត្រូវសោកស្ដាយទេហើយយើងត្រូវពិចារណាទៅថាសេចក្តីស្លាប់នឹងវាមានចំពោះយើងរាល់គ្នានឹងឯងគ្រាន់តែមិនដឹងនៅពេលណាណាសេចក្តីស្លាប់នឹងវាទៀងចំពោះយើងរាល់គ្នាគ្រាន់តែថាយើងមិនដឹងថាសេចក្តីស្លាប់នឹងកើតឡើងចំពោះយើងនៅពេលណាបើសិនបើយើងដឹងម្នាក់ច្បាស់ជាមានការតក់ស្លុតហើយប្រឹងប្រែងធ្វើបុណ្យហើយមែនទេបើដឹងថាសេចក្តីស្លាប់នឹងកើតឡើងក្នុងពេលឆាប់ទៀតរឹតតែភ័យប៉ុន្តែពុទ្ធបរិស័ទមនុស្សយើងភាគច្រើនសត្វលោកភាគច្រើនដឹងដែរថាខ្លួនឯងនឹងស្លាប់ហើយក៏អត់ដឹងថាស្លាប់ពេលណាក៏ពិតហើយទោះដឹងយ៉ាងនឹងក៏ដោយនៅតែប្រមាថមែនទេភាគច្រើនមានណាគិតថារស់អត់ស្លាប់ទេអ្នកនៅទីនេះដែលមានណាគិតថាអាត្មាអញនេះរស់នៅរហូតអត់ស្លាប់មានទេអត់មានទេមែនទេញោមមកជួបបុណ្យសពគេអញ្ចឹងញោមដឹងហើយតែថ្ងៃណាមួយអាត្មាអញគេជូនដំណើរអញ្ចឹងដែរដឹងអញ្ចឹងក៏ពិតដែរប៉ុន្តែនៅតែប្រមាថភាគច្រើនណាព្រោះតែខ្វះនៅការស្ដាប់នឹងឯងណាចឹងត្រូវការស្ដាប់ធម៌រឿយណាស្ដាប់ធម៌រឿយទៅធ្វើឲ្យយើងនឹងមាននៅសតិស្មារតីសតិនឹងជាខ្សែធ្វើឲ្យយើងនឹងឯងទាញយើងនឹងអត់ឲ្យកិច្ចអំពីបុណ្យកុសលទេមិនប្រមាទណាអបមាទធម៌ដល់ពេលយើងមានសតិទៅមកវត្តគោកបត្រីក៏រឿយទៅណាមកវត្តគោកបត្រីរឿយប្រគិនចង្ហាន់ប្រសង់នៅទីនេះក្តីនៅទីដតីក្តីណាសិលយើងក៏ប្រឹងប្រែងរក្សាឲ្យបានល្អសិល5គឺច្បាស់អត់ឲ្យដាច់ណាមួយទេបើថាដាច់គឺប្រឹងសមាធិឡើងវិញច្បាស់លាស់អញ្ចឹងណាព្យាយាមអប់រំចិត្តតោសៈកើតឡើងដឹងថាវាកើតឡើងអត់សូវខឹងគេទេពេលខឹងយើងត្រូវដឹងថាតោសៈកើតឡើងស្រឡាញ់ពេញចិត្តលោភៈទៅខឹងតោសៈអង្គុយវង្វេងមោហៈនឹងកើតឡើងរឿយរៀនកំណត់ដឹងអញ្ចឹងទៅយើងរមែងចម្រើនទៅដោយការអប់រំចិត្តស្ដាប់នៅពធអប់រំចិត្តដឹងថាយើងឥឡូវកំពុងកើតនៅសេចក្តីសោកព្រោះបាត់បង់មនុស្សជាទីស្រឡាញ់ត្រូវដឹងថានឹងជាតួតោមនុស្សវេទនាប្រកើតនៅក្នុងទោសៈមូលចិត្តវិជាតួអកុសលកម្មអញ្ចឹងនៅពេលដែលយើងជួបនៅលោកធម៌គឺការប្រត់ប្រាស់យ៉ាងហ្នឹងហើយយើងកើតអកុសលកម្មអញ្ចឹងវាមិនសមគួរទេយើងរៀនពិចារណាអញ្ចឹងណាត្រូវពិចារណាថារៀនព្រមជាមួយមិនអាចកែប្រែបានអ្វីដែលកើតឡើងហើយគឺកើតហើយសំខាន់យើងរស់នៅបច្ចុប្បន្នឲ្យល្អជាមួយគ្នាទៅវិញទៅមកចំពោះអ្នកដែលនៅសល់ហើយយើងត្រូវប្រឹងប្រែងសាងសេចក្តីល្អដល់គ្នានឹងគ្នានឹងជាការដាស់សតិស្មារតីណាពុទ្ធបរិស័ទព្រះអង្គសម្ដែងធម៌ដែលវាមិនមាននិមិត្តនៅក្នុងមរណសតិកថាលោកពោលមាន5យ៉ាងមានសេចក្តីស្លាប់ជីវិតបើនិយាយទៅទី1គឺជីវិតទី2ជំងឺទី3ពេលវេលាកាលទី4ទីកន្លែងដាក់សាកសពយើងទី5គឺកតិគឺកន្លែងដែលយើងនឹងកើតនឹងទីដែលយើងនឹងទៅកើតធម៌5យ៉ាងនេះប្រកបច្បាស់នៅក្នុងលោកទាំងអត់មាននិមិត្តទេមិនដឹងថាកើតនៅពេលណាណាមិនដឹងថាកើតនៅពេលណាតែវាប្រកបច្បាស់ថានឹងកើតបើលោកសំដែងថាជីវិតាំងជាធិកាលោចៈតេហនិខេបណាំងកតិបញ្ចេតេជីវលោកាស្មឹងអនិមិត្តាអ្នកនាយរេសេចក្តីប្រែដូចបានលើកមកអញ្ចឹងធម៌5យ៉ាងមិនហ្នឹងជីវិតមួយណាជីវិតហ្នឹងគឺលោកសំដែងតេតោនឹងអាយុជីវិតរបស់យើងអត់ដឹងថាត្រូវស្លាប់ក្នុងវ័យណាទេអ្នកខ្លះស្លាប់ទាំងនៅក្នុងពោះក៏មានក្នុងផ្ទៃណាញោមធ្លាប់ជួបទៅពេទ្យនោះអ្នកខ្លះប្រហែលខែប្រហែលថ្ងៃប្រហែលអាទិត្យហ្នឹងស្លាប់ក៏មានត្រូវគេយកចេញត្រូវគេមិនអោយរស់អ្នកខ្លះវាមានកម្មអញ្ចឹងណាធ្វើបាណាតិបាតច្រើនមិនទាន់ឃើញពលឺថ្ងៃផងវាស្លាប់ទៅវិញទៅក៏មានអ្នកខ្លះកើតបានមួយថ្ងៃ2ថ្ងៃមួយខែ2ខែមួយឆ្នាំ2ឆ្នាំអ្នកខ្លះអាយុ10ឆ្នាំ20ឆ្នាំ30ឆ្នាំទៅក៏ស្លាប់ក៏មានអញ្ចឹងជីវិតរបស់សត្វលោកជីវិតិន្ទ្រីហ្នឹងវាអត់មាននិមិត្តទេមិនដឹងថាផុតត្រឹមណាទេអាស្រ័យកម្មចាស់របស់យើងឲ្យផលកើតជាកំណើតណាហើយញ៉ាំងដល់ត្រឹមណារស់នៅដល់ត្រឹមណាគឺយើងអត់ដឹងដូចឧបាសិកាសមផាន់អញ្ចឹងគាត់រស់នៅដល់ទៅ85ឆ្នាំបុណ្យគាត់ច្រើនហើយញោមទៅជាកូនចៅព្យាយាមពិចារណាថាគាត់មានបុណ្យច្រើនហើយបានធ្វើបុណ្យក៏ច្រើនស្គាល់ប្រសងច្រើនអង្គហើយធ្វើបុណ្យក៏ច្រើនទីពឹងរបស់គាត់បានធ្វើហើយហេតុអីយើងត្រូវយំព្រោះតែការប្រត់ប្រាស់គាត់ទៅមែនទេ
โยมก็เกิดหากอดอัดมีนตีเปิงไอ้นะกอดมีนตีเปิงให้กอดบ้านเถื่อบนจานให้นะเอาไว้เดี๋ยวยังก็ใบเถื่อก็ยังบ้านเถื่อให้นะบนซับกับบ้านเถื่อนออลาระไกลเลนแต่ให้นะให้แถมการđể con rọt nơi nâng nhôm đuông nhôm phi ấy nâng mơ thay o hai tụm độc bầm rong bên trái buồn xem chân dân phơi rồi o hai tuần là ti dướng nó cả con nở rồi chém bay bạch con để con mơ thay dướng nó chui kịch ca nghe con đầm con vong từ cô rồi để bạn được xong cô đó chỉ nè tụi mồ đó tuần là ti từng buồn giang đấy dân phơi lần lo ta hay nhá chân dương mình chạm bạch sau đây ấy tên á thuê và thả ca bọt pra tới vi chỉ tốc có bất bàn tay dương riêng pichara chẳng tới vì bài nơi sự đầy tốc nó chia diêm pichara thầy dương ban phước hai sự đầy lọ hay có tệ tôn nâng tu nè ti prao nó bao dương có dương công pong đặt phơi đằng ảnh bờ ngày nít phước ban tờ lò hồn từ chun tờ lò hồn chẳng chỉ vất robot sẵn lâu chi vì tân tri nâng vì ọt tiên thật trâm na thì chẳng dương pichara đo dương rồi cái này nhìn nhôm quỳ nơi tin từng o nè ọt đăng là chỉ vất dương nơi trâm na thì mình này miền na đăng thế ọt đăng thế mình ấy ọt đăng thầy dương nâng trơ slap nơi chỉ vật dương nâng ọt hải dụ trâm bọc bòn na dương ọt đăng chẳng chi vì tăng vì ọt miền niệm mất ọt đăng thầy bị trơ slap pel na nữa dương cục ní bị trơ để slap tiếng tay nâng slap không ngày nào mùi tái vì ọt đăng là ngày nào chẳng chi vì tăng chi vật nâng sầm đai chi vì tân tri rồi bọt san lâu nâng cứ chỉ thoa để không miền niệm mất thì ọt miền niệm mất ọt miền hẹn nào mỗi để dương ảnh đăng môn chân dương pro ta hẹn nângมันdương trứ phơi nơi cụ sao là thoa đây chỉ tì bớt ngoài hơi công chăm ngày sai công chăm ngày sai bọn sầm tay không bớt sâu phò tê gạt bớt sâu đấy nó bọn ngoài dưới đừng ấy công từ kết rừng tây tạ na cốt kết bắt chợ bọn này lọ prăng phơi bắt chợ bọn này lọ tới bắt chợ bọn này cần lon tới khai chia tây tạ đây đó đang cần lon tới hơi đây lọ bắt chợ bọn này chỉ phải trái năm oi bộ tới khai tới chia na cốt đang nâng màu đói lọ bây giờ rẽ xa sơ ba chữ bón hơi dương rẽ xa rồi khô để bàn lọ tới ta na cốt tới dương coi chỉ niệm min sơ chỉ phải chạy đo sơ lại chân từ chân dương còn bây pichara chân tới bài nữa xịt đầy tục á chi diêm pichara thạc lụt ấy có cung tái nâng đánh nơi chi vì tân tri nâng ngày nào muối chạy chia mình khan chẳng trơ prăng phơ cụ sò loại bàn rơi riêng khuôn hay có bây phơ xịt đầy lọ ở vậy cục giang để dân có bay thưa cứ cụ sao là thò rồi nơi đôi mình miền ca style rồi chấm po nè để nơi chấm bình luôn ở vậy để thưa thưa hơi bong bộ này trái che chui cái này chui hơi còn về tăng slap cho cái này tăng dùng sau với ở ban phải giỏi tê bong sầm này không tê đâu còn để sâu nó ca dùng sau sao sặc xuống nó chết tú ác có sao đó ác có sao với cả là tô sạ tô sạ mua để chặtประกอบដោយtô mà nó sẽ về tình địa cả lang dùng sau ấy nâng tới vì chỉ có sao thế vì ở ban chấm ra này thì tại bởi dương ron ấy chỉ mới cái đây lọ hết bên để slap tới dương men từng quy sao thế men thở anh bị cha ra mẹ ra nát lọ về miền nhiệt slap tới quy sao sập bài lên sập bài nó cái khó này chỉ oi sùng về oi miền ca sùng về oi miền ca bị cha ra ประกอบដោយបញ្ញាគេហៅថាសហតបញ្ញាnhiênក្នុងការខ្លាចបាបប្រកបដោយអតបៈនឹងប្រព្រឹត្តទៅនៅក្នុងមហាកុសលញាណសម្បយុទ្ធនោះពិចារណាប្រកបដោយការសង្វេគចឹងទៅវាអត់មានអីត្រូវសើចសប្បាយទេវាមានតែការអង្គុយប្រកបដោយសតិស្មារតីបំពេញនៅពិធីបុណ្យអីនោះប្រកបដោយសតិស្មារតីតែថាយើងមិនអោយយំក៏មិនអោយសើចទេណាប្រយ័ត្នលោកសំដែងថាកុំអោយកើតទុកពេលមានអ្នកស្លាប់សើចឯណានៃសប្បាយណានៃអាហ្នឹងវាខុសទៀតអោយយល់ចឹងចឹងទីមួយជីវិតាំងទីពីរជាធីជំងឺដំកាត់យើងអត់ដឹងថាយើងនឹងត្រូវស្លាប់ព្រោះជំងឺអីទេណាដោយបាសិកាសំផាន់ចឹងទៅគាត់ព្រោះជារាពៀតចឹងទៅណាមិនដឹងជំងឺអីទេប៉ុន្តែដោយសារចាស់ជារាចឹងទៅជំងឺវាអាចច្រើនមុខញោមចឹងយើងមិនដឹងថាយើងនឹងត្រូវស្លាប់ព្រោះជំងឺអីទេណាដោយញោមស្រីលោកគ្រូចាតិកាវត្តភ្នំដាក់វ័យក្មេងជាងនេះទៀតណាវ័យលោកត្រឹមតែវ័យនឹងត្រឹមតែប្រមាណត្រឹមតែ68ណាឈានចូល69ក៏ស្លាប់ទៅណាជំងឺដែលកើតតែគាត់ឈឺហ្នឹងគាត់ឈឺសួតគាត់ឈឺបេះដូងអីផ្សេងនេះតែដល់ពេលស្លាប់ដោយសារលើឈាមហ្នឹងដាច់ទៅខ្សែឈាមមកផ្លេតទៅអង្គុយពីយើងទៅឆ្វេងស្លាប់បណ្ដោយអញ្ចឹងយើងពិចារណាថាសេចក្តីស្លាប់ពិចារណាថាយើងនឹងមិនដឹងថានឹងត្រូវស្លាប់
ព្រោះអាស្រ័យជំងឺណាមកចូលមកកាត់ផ្ដាច់ទេចឹងទៅយើងក៏បីប្រឹងប្រែងធ្វើនៅកុសលធម៌សំភាពជាអ្នកមិនសូវមានជំងឺគឺធ្វើទានភេសជ្ជៈទានចំពោះអ្នកមានសិល5 8ដល់ភិក្ខុសង្ឃអីទៀតទៅប្រគេនភេសជ្ជៈទានរឿយចឹងទៅសូមជាបច្ច័យនៃការមិនមានរោគជាបច្ច័យនៃព្រះនិព្វានចឹងទៅចឹងជំងឺដំកាត់ហ្នឹងទៀងតែនឹងកើតចំពោះយើងរាល់គ្នាហើយយើងរាល់គ្នាក៏មិនដឹងថានឹងស្លាប់ទៅព្រោះជំងឺណាមួយទេណាលោកឲ្យយើងពិចារណាអញ្ចឹងទី2តកតងការឡោហ្នឹងគឺលោកបញ្យល់ថាតកតងនឹងពេលហ្នឹងពេលនៃការស្លាប់មិនដឹងថាយើងត្រូវស្លាប់ពេលព្រឹកពេលថ្ងៃពេលយប់ពេលរសៀលអីអត់ដឹងទេណាអ្នកខ្លះក៏ពេលយប់ពេលព្រឹកពេលថ្ងៃអីចឹងទៅណាវាអត់ទៀងទេទី4ទេហនខេបណੰគឺការទម្លាក់ចុះនៅសាកសពអត់ដឹងថាត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យលើក្រែនៅក្នុងមន្ទីរពេទ្យក្នុងផ្ទះក្រោយផ្ទះមុខផ្ទះអីអត់ដឹងទេណាទីកន្លែងដែលថាយើងនឹងត្រូវដាក់ចុះសាកសពយើងស្លាប់ទៅណាមិនដឹងនៅទីណាទេអ្នកខ្លះស្លាប់នៅពេទ្យទៅញោមអ្នកខ្លះស្លាប់នៅវត្តក៏មានដឹកមកដល់វត្តទៅលោកសូត្រធម៌ទៅបដ ாய் ក៏មានអ្នកខ្លះស្លាប់នៅផ្ទះខ្លួនឯងទៅដោយសារគាត់ជាប់ជំពាក់អញ្ចឹងគាត់មិនដល់ផ្ទះគាត់មិនផុតដែរណាវាមានចិត្តមួយអញ្ចឹងទៅវាធ្វើឲ្យគាត់នៅបានអ្នកខ្លះអញ្ចឹងដែរអ្នកខ្លះទ្រាំមិនបានស្លាប់លើឡានពេទ្យតាមផ្លូវក៏មានអ្នកខ្លះនៅពេទ្យក៏មានអញ្ចឹងតកតងទីដាក់ចុះនៅសាកសពយើងនៅពេលទីកន្លែងដែលយើងនឹងដាច់នៅដង្ហើមចុងក្រោយហ្នឹងវាអត់ប្រកាសទៅនៅទីណាទេទី5តកតងកតិទីដែលយើងនឹងត្រូវកើតស្លាប់ពីនេះហើយមិនដឹងថាទៅកើតឯណាទេណាកំណើតហ្នឹងវាមានច្រើនមានយើងនិយាយថាកំណើតកតិ5ហ្នឹងមិនដឹងទៅកតិណានេះមួយមនុស្សទេវតាអត់ដឹងណាអត់ដឹងហើយកតិដែលយើងនឹងត្រូវកើតហ្នឹងវាអាស្រ័យបុណ្យបច្ចុប្បន្នយើងផងវាអាស្រ័យពេលដែលយើងចិត្តស្លាប់នឹងមរណាសន្នជីវ័នហ្នឹងថាតើអារម្មណ៍ណាវាកើតឡើងវាមានកតិនិមិត្តកម្មនិមិត្តវាមានកម្មនិមិត្តកតិនិមិត្តណាកម្មវាអាចជាកុសលអាចជាអកុសលទៅកម្មនិមិត្តកតិនិមិត្តអ្វីដែលយើងបានធ្វើហើយមិនមែនតែជាតិនេះទេញោមណាសូម្បីអតីតគេហៅអចិន្នកម្មដែលយើងបានសំហើយហ្នឹងក្នុងវត្តនេះពេលដែលយើងចិត្តស្លាប់ហ្នឹងវាអាចមានឱកាសណាអញ្ចឹងពេលមនុស្សចិត្តស្លាប់យើងច្រើនដឹងមកហើយណាគឺគេនិមន្តប្រសង់ឲ្យបានមកសូត្រធម៌ពុទ្ធគុណធម្មគុណឲ្យគាត់ស្ដាប់ទៅឲ្យគាត់មានអារម្មណ៍ល្អមានពុទ្ធពធប្រសង់ជាអារម្មណ៍មកយកផ្កាយកាត់បូជាភេសជ្ជៈអីទៅឲ្យគាត់ប្រគេនព្រះថ្វាយព្រះបូជាដល់ប្រសង់ណាឲ្យសូត្រធម៌ស្វាធ្យាយគាត់ស្ដាប់កុំទៅយំយេកកុំទៅធ្វើឲ្យគាត់នឹងឯងឃើញនៅសុភាពសៅមងតែគាត់ឃើញនៅសុភាពសៅមងចិត្តគាត់តោងយកអានឹងទៅវាអារម្មណ៍គាត់ធ្វើឲ្យគាត់វល់អញ្ចឹងកតិរបស់គាត់អត់ល្អទេណាភាកច្រើនអាចអត់ល្អតែបើគាត់មានអារម្មណ៍ល្អណាមានផ្កាជាអារម្មណ៍សម្រាប់បូជាព្រះមានប្រសង់មានធម៌ដែលគាត់ស្ដាប់ឮចូលទៅជាបើកភ្នែកមិនរួចតែទៅជាគាត់នៅឮតាអាចនៅឮខ្លះអញ្ចឹងទៅមរណាសន្នជីវ័នម្ដុំ10នាទីកន្លះម៉ោងដែលគាត់មានអាស្រ័យលើយើងណាយូរខ្លីអាស្រ័យលើបុគ្គលអាហ្នឹងវាអាចបដូរណាជួនកាលកតិនិមិត្តកម្មនិមិត្តមិនល្អហ្នឹងវាកើតឡើងវាអាចបដូរអាហ្នឹងឲ្យទៅជាល្អវិញបានយើងជួយគាត់អញ្ចឹងបានដែរណាអញ្ចឹងកតិគាត់អាចទៅជាមនុស្សឬទេវតាទៅអាស្រ័យកុសលដែលគាត់បានធ្វើហើយអាស្រ័យលើប្រយោគបច្ចុប្បន្នដែលយើងកូនចៅហ្នឹងជួយគាត់ដែរតែបើយើងមនុស្សចិត្តស្លាប់ឲ្យទៅអង្គុយយំទៅអង្គុយយេកអ្នកខ្លះមិនដឹងទៀតហ្នឹងខំយំទៅដើម្បីឲ្យវាស័ក្តិសមខ្លះគេថាមិនស្រឡាញ់ម៉ែខំយំទួញទាញតែកបោកដើមទ្រូងម៉ែឬម៉ែអីហ្នឹងមិនទៅសប្បាយចិត្តអីងាប់ទៅស្លាប់ទៅហ្នឹងទៅនរកបដ ாய் ហ្នឹងឯងទៅប្រែទៅនរកអសុរកាយទេរិឆានអីទៅព្រោះកូនហ្នឹងឯងជាហេតុអញ្ចឹងបើយើងស្រឡាញ់គាត់កូនចៅប្រុសស្រីមិនត្រូវធ្វើអញ្ចឹងទេមិនត្រូវធ្វើឲ្យគាត់ហ្នឹងឯងមានសភាពសៅមងពេលចិត្តស្លាប់ទេព្យាយាមឲ្យគាត់ស្ដាប់ធម៌ទៅជួយគាត់លេងបានហើយពេលហ្នឹងជួយលេងបានហើយអញ្ចឹងយើងត្រូវតែឲ្យគាត់នឹងឯងមានទីពឹងត្រូវឲ្យគាត់នឹងឯងមាននៅពុទ្ធពធប្រសង់ជាអារម្មណ៍វិញមានផ្កាមានភេសជ្ជៈប្រសង់អីហ្នឹងឲ្យគាត់មានអានឹងជាអារម្មណ៍ទៅកុំឲ្យគាត់មានការខ្វល់ខ្វាយជាមួយនឹងអ្វីដទៃទៀតរឿងជីវិតហ្នឹងខ្វល់មកចប់មកជីវិតហ្នឹងក៏វាមិនអស់រឿងដែរចឹងឲ្យគាត់សម្រាកឲ្យល្អទៅដល់ពេលគាត់ផុតទៅដូចជាគេដេកលក់រមែងមានកតិហ្នឹងគឺភាគរយវាអាចល្អ
ទៅកាន់សុគតិហើយណាទៅកាន់សុគតិហ្នឹងយើងជាអ្នកនៅរស់ត្រូវដឹងណាត្រូវដឹងវាដើម្បីបដិបត្តិយ៉ាងម៉េចឲ្យជាកូនល្អជាចៅល្អដើម្បីជួយអ្នកដែលជិតស្លាប់ហ្នឹងឲ្យគ្នាបាននៅសុគតិអញ្ចឹងព្រះអង្គសម្ដែងលោកសម្ដែងមកធម៌5យ៉ាងហ្នឹងមិនមាននិមិត្តទេអនិមិត្តាមិនមាននិមិត្តសំដៅថាគ្មាននរណាដឹងថានឹងអាចកើតឡើងនៅពេលណាអ្នកនាយរេណាគឺគេមិនដឹងអនិមិត្តាអ្នកនាយរេអត់ដឹងអត់មានហេតុអត់មាននិមិត្តហើយក៏បុគ្គលទាំងឡាយទាំងពួងហ្នឹងមិនដឹងថានឹងកើតឡើងពេលណាទេអត់មានថាមានដឹងមុនថានឹងត្រូវស្លាប់ពេលណាអីអត់មានទេព្រោះតែហេតុហ្នឹងឯងទើបលោកសម្ដែងឲ្យយើងនឹងឯងគប្បីមាននៅមរណសតិសតិដែលរលឹកដល់សេចក្តីស្លាប់ថាយើងរាល់គ្នាត្រូវតែស្លាប់ធម៌លោកឲ្យយើងពិចារណារឿយៗណាអភិនហបច្ចវេខណៈធម៌ដែលយើងខុសបព្វជិតគ្រោះបព្វជិតក៏បីពិចារណាឲ្យបានរឿយៗថាមរណធម្មមហិមរណងអនតិតោនេះអាត្មាអញមានសេចក្តីស្លាប់ជាធម្មតានឹងកន្លងសេចក្តីស្លាប់ទៅអត់បានទេញាតិញោមពិចារណាដែររាល់ថ្ងៃដេកលក់អត់ទេយ៉ាត់ងុយដេកណាព្រឹកចឹងណាអាត្មាអង្គុយអោនបានមើលទេអញ្ចឹងសង្ឃឹមមកស្ដាប់ទៅយល់ណាញោមមានមរណសតិអញ្ចឹងទៅមាននៅមរណសតិរលឹកដល់សេចក្តីស្លាប់ណាដល់ពេលអញ្ចឹងទៅយើងមានការសង្វេគទៀនយើងក៏រឿយទៅណាទៀនក៏ធ្វើរឿយពុណាណាទៀនណាំងទេសិលក៏រក្សាឲ្យបានល្អទៅអត់ឲ្យដាច់ធ្លុះធ្លាយអីទេណាធម៌ក៏ប្រឹងស្ដាប់រឿយណាស្ដាប់ធម៌ឲ្យបានល្អទៅបើយល់ល្អទៀតញោមរៀនអាន3ដកផងទៅណាយើងជាកុហកក៏3អានហ្នឹងឯងទំនេរអានទៅ3ដកលេខ14បើថាមិនចង់អានវិន័យទេវិន័យលោកថាច្រើនពេក13ក្បាលបើថាយល់ល្អអានតែក៏អានទៅណាយកបនិស្ស័យផងហើយក៏អានតាមលំដាប់ហ្នឹងទៅមកជាតិអាន3ដកបានមកចប់ញោមអើយបនមិនចេះទេណាតែមានអ្នកណាគិតថាអញ្ចឹងទេមានណាគិតថាចង់អាន3ដកបានមកចប់អីទេមានណាមែនទេអាត្មាដូចដឹងតែធ្លាប់គិតអត់ផងអានចោះមិនដឹងថាបានអានប្រហែលទេមិនបានចប់អស់លីងទេណាបានវិន័យទេវិន័យបានប្រហែលចប់ហើយទេបើថាប្រសូតនឹងបានចោះអភិធម្មដូចតែអានកាន់ដែលអានតែបរិឆេទណាទៅកពីធំ3ដកលេខ78ដល់3ដកលេខ110ហ្នឹងមិនទាន់បានអានទេណាក៏មានកូនចិត្តមួយថាអញនេះត្រូវតែអានដែរពី14ដល់17 18នេះធ្លាប់អានចប់ត្រឹមហ្នឹងរវល់តែរៀនទៅឈប់បានអាន3ដកប្រសូតទៅណាហើយតែក៏មានចិត្តមួយថាតាំងចិត្តថានឹងអានឲ្យចប់យកបនិស្ស័យញោមខ្លះក៏អាន2 3ចប់ចាញ់គាត់យើងលោកផងតើបានអានផងរវល់ជាងញោមទៀតរវល់ដូចតែគ្នាញោមរវល់អាត្មាក៏មិនតនេដែររវល់រឿងរ៉ាវផ្សេងនៅបរិញ្ញាលោកនៅអីទៅកិច្ចការងារផ្សេងញោមក៏រវល់រឿងញោមទៅណាធ្វើយ៉ាងម៉េចឲ្យចិត្តប្រព្រឹត្តទៅជាមហាកុសលឲ្យច្រើនទៅណារវល់យ៉ាងណាក៏ដោយប្រឹងប្រែងឆ្លៀតចង់បន្តទៀតចង់លើកធម៌ព្រះអង្គសម្ដែងនៅក្នុងអង្គុត្តរនិកាយតិកនិបាតចង់ឲ្យញោមស្ដាប់ហើយពិចារណាធម៌ដែលជាភ័យដែលយើងមិនអាចជួយគ្នាបានភ័យដូចញោមឃើញម្ដាយស្លាប់អញ្ចឹងឃើញគាត់ឈឺវេទនាអញ្ចឹងឃើញគាត់ចាស់ជរាអញ្ចឹងយើងអត់អាចជួយគាត់បានណាដល់ពេលអញ្ចឹងទៅយើងវាកើតទុកទៅអញ្ចឹងលោកសម្ដែងភយសូត្រប្រសូតចេះពីភ័យ3យ៉ាងភ័យ3យ៉ាងបុគ្គលដែលជាអ្នកអត់មានបញ្ញាណាគេគិតថាភ័យនេះមិនអាចជួយគ្នាបានទេប៉ុន្តែតាមពិតភ័យនឹងជួយគ្នាបានទេណាភ័យ3យ៉ាងរបស់សត្វលោកដែលមិនមានបញ្ញាពុទ្ធជនដែលជាអ្នកមិនមាននៅពហុសុតៈណាស្ដាប់មិនមាននៅការស្ដាប់ច្រើនទៅក៏មិនសូវយល់ដឹងក៏យល់ថាភ័យនឹងឯងគេមិនអាចជួយគ្នាបានទី1តើតើនឹងការកើតនៅសេចក្តីភ័យព្រោះតែភ្លើងឆេះអគិភ័យភ្លើងដែលកើតឡើងព្រោះភ្លើងឆេះហ្នឹងដូចញោមធ្លាប់ជួបហើយណាព័ត៌មានអីជួនកាលភ្លើងឆេះផ្ទះឆេះអីទៅជួយគ្នាអត់បានទេអ្នកខ្លះស្លាប់ទាំងអស់ធ្លាប់ឃើញព័ត៌មាននេះណាស្លាប់ទាំងម្ដាយទាំងកូនអស់លីងទៅណា
កន្លែងខ្លះក៏រស់ខ្លះស្លាប់ខ្លះទៅកន្លែងខ្លះក៏ឆេះតែផ្ទះទេអស់តែទ្រព្យសម្បត្តិទៅអញ្ចឹងលោកសំដែងថាភ័យហ្នឹងពុទ្ធជនអ្នកដែលមិនបានយល់ដឹងនៅធម៌តែងយល់ថានឹងឯងជាអមេតាបតិកភ័យជាភ័យដែលម្ដាយនិងកូនមិនអាចជួយគ្នាបានតែតងភ្លើងឆេះអញ្ចឹងទៅគឺតែជួយគ្នាមិនបានទេរត់យកប្រាស់ឲ្យយករៀងខ្លួនប៉ុន្តែក៏បើតាមព្រះអង្គសំដែងគឺនៅក្នុងភ័យហ្នឹងអាចជួយគ្នាបានខ្លះដែរមិនមែនអត់សោះទេណាវាអាចមានឱកាសខ្លះម្ដាយអាចជួយកូនកូនអាចជួយម្ដាយបានវាមានឱកាសខ្លះដែរហ្នឹងវានៅមានភាគរយខ្លះដែលអាចជួយគ្នាបានណាតកតងភ្លើងកាន់ពីភ័យណាតកតងភ័យកាន់ពីភ្លើងដែលសត្វលោកគឺតែកាលណាភ័យនឹងវាកើតឡើងភ្លើងឆេះអីកើតឡើងអញ្ចឹងទៅម្ដាយកូនជួយគ្នាមិនបានទេប៉ុន្តែព្រះសម្មាសម្ពុទ្ធអត់សំដែងអញ្ចឹងទេថានឹងមិនមែនជាអមេតាបតិកភ័យទេមិនមែនជាភ័យដែលម្ដាយកូនមិនអាចឃើញគ្នាមិនអាចជួយគ្នាបានទេគឺវាអាចបានខ្លះហើយយើងពិចារណាទៅណាតកតងរឿងហ្នឹងភ្លើងឆេះផ្ទះបើសិនជាយើងអត់មានកម្មត្រូវស្លាប់វាមិនស្លាប់ទេវាមានគេជួយឬក៏យើងអាចមានប្រឡោះរត់រួចទៅតែបានហ្នឹងឯងប៉ុន្តែសត្វលោកយើងភាគច្រើនពេលខ្លះយើងធ្វើកម្មអាក្រក់វាច្រើនបាណាតិបាតពីមុនផងទៅលើផងទៅដល់ពេលអកុសលវាមានឱកាសឲ្យផលជួនកាលត្រូវគេជួយបានក៏គេមើលមិនឃើញស្លាប់នឹងទៅវាមានអញ្ចឹងណាគេការពីឲ្យល្អពេកដាក់សិតតែកលឹះដាក់សិតតែអូតូហ្នឹងដល់ពេលភ្លើងឆេះដាច់ភ្លើងជាប់ម្នាក់ឯងអញ្ចឹងក៏មានហ្នឹងវាមិនមែនអ្នកណាធ្វើឲ្យទេញោមអត់មានណាធ្វើឲ្យទេសេចក្តីស្លាប់ដែលមានសភាពយ៉ាងនោះកុំគិតថាហេតុអីយ៉ាងនេះហេតុអីយ៉ាងនោះវាអត់សមយ៉ាងនេះអត់សមយ៉ាងនោះយើងនិយាយតែអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលសំដែងអញ្ចឹងទេដោយឧបាសកម្នាក់ស្ដាប់ធម៌រួចជូនព្រះអង្គទៅវត្តវិញនោះដល់ឆ្ងាយក្រនព្រះអង្គឲ្យទៅវិញត្រូវចោលសម្លាប់ប៉ុន្តែគាត់សម្រេចសោតាហើយឧបាសកម្នាក់ជាអ្នកធ្វើស្រែនឹងព្រះអង្គសំដែងភិក្ខុទាំងឡាយដើរមកពីក្រោយឃើញញោមនឹងក៏ស្លាប់តាមផ្លូវអញ្ចឹងទៅថាវាមិនសមសោះបើគុំជូនព្រះមកមិនស្លាប់ទេព្រះអង្គថាមិនអញ្ចឹងទេថ្ងៃហ្នឹងទៅណាក៏ដោយស្លាប់ទាំងអស់ឧបាសកនឹងទៅទិសណាក៏ដោយក៏អត់ផុតដែរវាអត់មានអីអយុត្តិធម៌ទេព្រោះកម្មគាត់ពីមុនគាត់ធ្លាប់សម្លាប់គេអញ្ចឹងដែរអញ្ចឹងឥឡូវត្រូវគេសម្លាប់ត្រូវទៅតាមកម្មហ្នឹងអញ្ចឹងអ្វីដែលយើងឃើញរាល់ភ្នែកបច្ចុប្បន្នយើងឃើញតែបច្ចុប្បន្នហ្នឹងសត្វលោកយើងភាគច្រើនដល់ពេលអញ្ចឹងទៅចិត្តតែគិតថាវាមិនគួរវាមិនសមវាអត់សមបច្ចុប្បន្នហ្នឹងប៉ុន្តែវាសមកម្មអតីតណាយើងអត់មានញៀនដឹងដោយព្រះសម្មាសម្ពុទ្ធក៏ដោយថាធ្វើកម្មអីក៏ដោយប៉ុន្តែយើងត្រូវពិចារណាអញ្ចឹងដែរទៅពិចារណាដឹងអញ្ចឹងដែរទៅយើងក៏មានតែការសង្វេគហ្នឹងឯងថាអាត្មាអញនេះក៏មិនដឹងថាត្រូវស្លាប់ព្រោះកម្មអីដែរដឹងថាដាច់អាយុជីវិតពេលណាក៏យើងអត់ដឹងណាដឹងថាត្រូវស្លាប់ប៉ុន្តែត្រូវស្លាប់យ៉ាងណាយើងអត់ដឹងទៀតអញ្ចឹងត្រូវធ្វើម៉េចមានតែប្រឹងប្រែងមានសតិស្មារតីទៅសូត្របរិត្តឲ្យច្រើនតិចទៅធ្វើបុណ្យកុសលឲ្យច្រើនរក្សាសិលឲ្យមាំមួនទៅកុសលធម៌ដែលយើងធ្វើហើយនឹងវាអាចជួយការពាររក្សាយើងនឹងបានខ្លះដែរការពាររារាំងអកុសលហ្នឹងវាអត់ឲ្យផលបានខ្លះដែរធ្វើនៅអភិវេទនកម្មការថ្វាយបង្គំគោរពចាស់ប្រតិចាទៅវារមែងបានអានិសង្ឃអាយុវណ្ណៈសុខៈពលៈឲ្យលោកស្ទូធររាល់ដងញោមស្ដាប់អភិវេទនសីលិសនិចੰវុធាបច្ចាយិណោចតារធម្មាវធន្តិអាយុវណ្ណសុខៈពលៈនោះប្រពអាយុវឌ្ឍនកុមារនោះហើយយើងថ្វាយបង្គំអ្នកមានសិលគោរពចាស់ប្រតិចាទៅធម៌ហ្នឹងរមែងឲ្យយើងចម្រើនទៅបានអាយុក៏ចម្រើនតែអាយុចម្រើនអីវណ្ណៈពណ៌សម្បល់សុខៈសេចក្តីសុខកាយសប្បាយចិត្តនឹងពលៈកម្លាំងហ្នឹងក៏វារមែងមកហើយបើអាយុវាអត់ដែរអា3ក្រោយហ្នឹងក៏អត់ដែរអញ្ចឹងបើសិនជាមានអន្តរាយណាមួយអាចកើតឡើងជាចន្លោះបុណ្យនៃការថ្វាយបង្គំអ្នកមានសិលគោរពអ្នកមានសិលយ៉ាងហ្នឹងវាអាចជួយទៅបញ្ជៀសបានណាអញ្ចឹងបានអាត្មាធ្លាប់ប្រាប់ឲ្យថាញោមខ្លះស្គាល់ធ្លាប់សម្ដែងធម៌ឲ្យស្ដាប់ហ្នឹងថាមុនទៅណាមកណីថ្វាយបង្គំម៉ែឪទៅបើម្ដាយឪពុកនៅមានតើគាត់ស្លាប់ហើយថ្វាយបង្គំរូបថតនឹករលឹកគាត់ទៅបើមិនបានថ្វាយបង្គំទេលើកដៃគោកអញ្ជលីនឹកដល់ម្ដាយឪពុកគុណម្ដាយឪពុកនឹកដល់ព្រះពុទ្ធពធព្រះសង្ឃបើថាបានក្រោកពីសម្រាកក្រោកពីគេងមកថ្វាយបង្គំព្រះសូត្រធម៌បន្តិចទៅដល់សារណគមសមាទិនសិល5ទៅណាមកណីមិនងាយគ្រោះថ្នាក់អីទេណាបើថាជួបក៏ជួបគ្រោះថ្នាក់តូចបើតូចវាទៅជាអត់អាហ្នឹងលោកបញ្យល់អញ្ចឹងណាអញ្ចឹងបើថាយើងអត់ដឹងថាយើងស្លាប់ពេលណាក៏ពិតប៉ុន្តែយើងត្រូវតែមាននៅការការពារគ្រឿងការពារ
ស្ដាប់ព្រះបរិត្តបើកព្រះបរិត្តចាក់ស្ដាប់ទៅបើថាមិនចេះសូត្រសូត្រខ្លួនឯងទៀតទៅរៀនធ្វើអញ្ចឹងទៅវាអាចការពារបជាបានខ្លះដែរអញ្ចឹងតើតោងសេចក្តីស្លាប់ដែលយើងថានឹងត្រូវស្លាប់ហ្នឹងស្លាប់ដោយរូបភាពមិនយើងអត់ដឹងទេហើយយើងកុំគិតថាអ្នកនេះស្លាប់យ៉ាងនេះមិនសមព័ត៌មានបរហោះមកច្រើនរឿងសម្លាប់គ្នារឿងអីផ្សេងហ្នឹងយើងឃើញតែបច្ចុប្បន្នវាអត់សមមេនឹងឯងហើយអ្នកដែលទំសម្លាប់គេហ្នឹងក៏ស្មានទៅណារួចត្រូវរងកម្មនឹងដោយខ្លួនឯងជាមិនខានតទៅមុខទៀតហើយបច្ចុប្បន្នក៏រងនៅទុកទោសនៅក្នុងប្រវត្តិកាលហើយយើងពិចារណាអញ្ចឹងយើងមិនមែនទៅពិចារណាអញ្ចឹងឲ្យយើងមិនអើពើនឹងការការពារខ្លួនទេគ្រាន់តែពិចារណាអញ្ចឹងឲ្យយើងកុំតូចចិត្តថាហេតុអីយើងវាយ៉ាងនេះគេវាអញ្ចោះអញវាអញ្ចេះយើងមានកម្មរៀងខ្លួនអ្វីប្រព្រឹត្តទៅគឺអាស្រ័យលើកម្មរបស់យើងរៀងខ្លួនប្រយោគបច្ចុប្បន្នរបស់យើងល្អធ្វើឲ្យកុសលកម្មមានឱកាសឲ្យផលច្រើនយើងក៏សុខច្រើនទៅបើប្រយោគបច្ចុប្បន្នយើងអត់សូវល្អទេអកុសលនឹងវាមានឱកាសឲ្យផលហើយឲ្យផលទៀតក៏ទុកវេទនាអញ្ចឹងទៅប៉ុន្តែត្រូវញញឹមទទួលយកថានេះជាកម្មដែលយើងបានធ្វើហើយតែប៉ុណ្ណោះមិនមាននរណាធ្វើឲ្យយើងទេធម៌ទាំងអស់នឹងព្រះអង្គសម្ដែងឲ្យគឺយើងធ្វើរៀងខ្លួនពីអតីតទេអ្វីដែលយើងបានបច្ចុប្បន្នគឺផលនៃអតីតលោកធម៌ផ្សេងទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចត្រូវតែសាងកម្មល្អជាបច្ចុប្បន្នដើម្បីឲ្យបច្ចុប្បន្ននេះឲ្យចេញជាផលល្អនៅក្នុងអនាគតនឹងជាអ្វីដែលយើងត្រូវពិចារណាមានសតិស្មារតីប្រឹងប្រែងធ្វើបុណ្យកុសលចឹងបុគ្គលខ្លះស្លាប់រភ្លើងឆេះអីចឹងទៅគេជួយបានខ្លះមិនបានខ្លះអាស្រ័យកម្មរៀងខ្លួនណាអាស្រ័យកម្មរៀងខ្លួនអញ្ចឹងហើយបតតងភ័យទី2តតងនឹងភ័យទឹកជំនន់ជន់លិចចឹងទៅក៏វាអាចធ្វើឲ្យគួចយកទាំងផ្ទះទៅស្លាប់ទាំងម្ដាយទាំងកូនបុត្រជនអ្នកមានសេចក្តីប្រមាទអ្នកមិនបានស្ដាប់នៅពធរមែងគិតថានឹងឯងជាអមេតាបតិកភ័យដែលម្ដាយមិនអាចជួយកូនមិនអាចជួយម្ដាយតែតាមពិតអាចជួយបានខ្លះដូចនៃខាងដើមអញ្ចឹងណាបើសត្វនឹងមានកម្មថាត្រូវទៅស្លាប់តើគេចង់ជួយក៏ជួយមិនបានដែរដូចយើងឃើញរលកព្យុះនៅប្រទេសផ្សេងអីចឹងវាលិចផ្ទះលិចសម្បែងលិចទាំងភូមិទៅទាំងម្ដងពេលខ្លះអ្នកខ្លះអត់ស្លាប់ទេណាទៅចាប់នៅចុងឈើឬក៏ថាចាប់តពលផ្ទះអីចឹងទៅនៅយូរមិនក៏នៅរស់ចាមានបច្ច័យនៅរស់ចឹងទៅមានហេតុចេះមានអាហារណាសំរុំអីតិចតួចទៅនៅរស់រហូតដល់គេទៅឃើញជួយបានទៅអ្នកខ្លះមិនបានចឹងទេត្រូវទឹកគួចយកទៅជាចំណីរបស់សត្វទៅអាហ្នឹងវាកម្មផ្សេងគ្នាអញ្ចឹងអ្នកខ្លះធ្លាក់ទៅលើយន្តហោះផងនៅរស់ម្នាក់ឯងទៅផ្ទុះយន្តហោះមនុស្សនឹងវានៅរស់វាអស់ចាអញ្ចឹងអានឹងត្រូវពិចារណាកម្មរបស់គាត់បុណ្យរបស់គាត់មានអ្នកខ្លះលោតតម្លាក់ទៅលើទៅនៅរស់បើអត់បុណ្យលោតតម្លាក់មកងាប់ដូចតែគ្នាធ្លាក់មកមិនកម្ពស់តិចអី20-30 ម៉ែត្រធ្លាក់មកមិនស្អាតហ្នឹងឯងមិនបាក់រស់អីទៀតប៉ុន្តែបុណ្យមានធ្វើឲ្យគាត់នៅរស់ក៏មានព័ត៌មានគេផ្សាយអ្នកដតីអត់មានស្លាប់អស់អញ្ចឹងទៅអកុសលវាមានឱកាសឲ្យផលកម្មធ្វើរួមគ្នាអាហ្នឹងវារឿងហ្នឹងវាមានតែប៉ុណ្្នឹងទេអញ្ចឹងយើងពិចារណាអញ្ចឹងទៅយើងមានតែប្រឹងប្រែងមានសតិស្មារតីសូត្រធម៌ចម្រើនព្រះបរិត្តអីអញ្ចឹងទៅធ្វើនៅសេចក្តីល្អផ្សេងទៅកុសលហ្នឹងវាអាចមានឱកាសឲ្យផលរារាំងអកុសលអត់ឲ្យផលយើងក៏បាននៅសេចក្តីសុខបាននៅសេចក្តីសុខហើយកុំប្រមាថថាអញនេះសំណាងអញនេះលយជាងគេណាប្រយ័ត្នតែបាបឲ្យផលមកដល់នោះដោយទៅគេវិញអញ្ចឹងត្រូវប្រឹងប្រែងសាងកុសលហ្នឹងឲ្យបានរឿយព្រះអង្គសម្ដែងថាអមេតាបតិកភ័យទី2នេះពុទ្ធជនយល់អញ្ចឹងតែព្រះអង្គមិនបានយល់អញ្ចឹងទេព្រះអង្គសម្ដែងថានឹងមិនមែនជាអមេតាបតិកភ័យទេព្រោះពេលខ្លះអាចជួយគ្នាបានដែរទី3តើតទៅនឹងចោលប្លន់ពេលខ្លះចោលប្លន់អញ្ចឹងទៅភ័យទី3អមេតាបតិកភ័យដែលមនុស្សពុទ្ធជនអត់បានយល់នៅធម៌សម្គាល់ថាម្ដាយកូនមិនអាចជួយគ្នាបានដូចសម័យមុនសម័យយើងសម័យវាមិនសូវមានណាសម័យមុនគេប្លន់ម្ដងមកភូមិបណ្ដោយណាចោល500នាក់មកដល់សកបិតបថៅប្លន់500នាក់ជួនកាលសម្លាប់ខ្ទេចអស់ទៅរត់ឡើងរទេសអីមិនតាន់ទេរត់ម្ដាយកូននឹងជួយគ្នាមិនបានទេម្ដាយពុទ្ធជនគេយល់អញ្ចឹងណាប៉ុន្តែព្រះអង្គសម្ដែងថាមិនអញ្ចឹងទេពេលខ្លះវាអាចមានឱកាសរត់បានខ្លះអីខ្លះវាអាចមានចន្លោះប្រហោងណាមួយជួនកាលកម្មយើងអត់មានត្រូវស្លាប់នៅនឹងត្រូវគេជួយតតែបានអញ្ចឹងទៅជួនកាលគេមិនជួយក៏ទៅពួននៅទីណាមួយទៅចោលវាមើលមិនឃើញទៅក៏រួចខ្លួនអញ្ចឹងទៅ
nâng mình men chí ạ miệt ta bột tịch cả phây tê bần tay bột thuật chân nẹ bà má tay dùng con nơi phây tầng lại ní tha chi phây để mà ai cốn mình ai chui khỉ bànព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមនាភិក្ខុទាំងឡាយអមេត្តាបតិកភ័យភ័យដែលម្ដាយកូនមិនអាចជួយគ្នាបាននេះនៅក្នុងអរិយវិន័យនេះគឺមាន3គឺសំដៅលើចរិយាភ័យជាធិភ័យមរណភ័យលោកលើកមក3ណាចរិយាការចាស់ជរាញាតិញោមចាស់រៀងខ្លួនមែនទេអាត្មាក៏ចាស់ដែរចាស់រៀងខ្លួនមានណាអត់ចាស់ទេញោមមានណាអត់ចាស់ទេនៅនេះសិតតែចាស់ហើយអាត្មាចង់ក្មេងជាងគេផងមែនចាស់ចុះណាអ្នកធ្វើឲ្យចាស់នឹងចាស់រៀងខ្លួនមែនទេញោមចង់ឲ្យគេចាស់ជំនួសបានទេជួលលុយឲ្យគេទៅឲ្យ1លានដុល្លារអ្នកចាស់ជំនួសខ្ញុំបើសិនជាជួលអញ្ចឹងបានមែនព្រមអត់ញោមឲ្យអញចាស់ទៅអញនៅរស់រហូតឲ្យលុយវាទៅមែនទេសិទ្ធិនៅលើភពលោកនេះស្លាប់អត់ស្លាប់បាញ់និយាយសិទ្ធិស្ដាច់បរិជាបើអត់ស្ដាប់បើអត់ស្លាប់នៅដល់10ថ្ងៃអស់ហើយមែនទេស្ដាច់មកកោកមែនទេយើងនិយាយថាជារាការចាស់ហ្នឹងគឺมันអាចកន្លងបានទេមែនទេអញ្ចឹងវាជាក់ច្បាស់ណាស់ថាម្ដាយកូនមិនអាចជួយគ្នាបានទេម្ដាយស្រឡាញ់កូននិយាយថាម្ដាយវាចាស់ទៅហើយចង់ចាស់ជំនួសកូនទៀតរត់តែចប់ទៅមែនទេបើកូននេះចង់ចាស់ជំនួសម្ដាយអញ្ចឹងវាស្រួលបន្តិចកូនខ្លះស្រឡាញ់ម្ដាយម៉ែចាស់ហើយចង់ចាស់ជំនួសឃើញម៉ែចាស់ដូចត្រេតត្រោតវេទនាចង់ចាស់ជំនួសគាត់អត់បានទេមែនទេហើយមានភាគរយណាដែលថាអាចចាស់ជំនួសគ្នាបានទេអត់មានមែនទេអត់សូម្បីតែ1%អត់មានទេអញ្ចឹងព្រះអង្គសម្ដែងថានេះឯងជាអមេត្តាបតិកភ័យហើយញោមមានឃើញថាវាជាភ័យដែរចាស់ហ្នឹងជាភ័យដែរជារាហ្នឹងឃើញថាជាភ័យដែរសើចហ្នឹងអត់ហើយបើយើងឃើញថាវាជាភ័យយើងត្រូវមាននៅសតិសមាធិកន្លងនៅអាចាស់នឹងដោយរបៀបណាជាមើលទៅខាងក្រោយសណ្ដែកមានផ្លូវដើម្បីឆ្លងណាមានផ្លូវដើម្បីឆ្លងទី2ជាធិឈឺឃើញម៉ែឈឺវេទនាចង់ឈឺជំនួសណាឈឺអត់បានទេមែនទេបានត្រឹមជូនទៅពេទ្យណាជាបាលពេទ្យក៏មិនជួយយើងបានទាំងអស់ដែរអញ្ចឹងអាការឈឺស្កាត់ហ្នឹងម៉ែកូនជួយគ្នាមិនបានទេពិតប្រាកដអត់អាចជួយបានសូម្បីតែបន្តិចមួយទៀតចុងក្រោយគឺសេចក្តីស្លាប់មរណភ័យមានណែស្លាប់ជំនួសគ្នាបានទេអត់បានទេយើងដឹងអញ្ចឹងតាមពិតមែនទេញោមដឹងហើយតែมันអាចចាស់ជំនួសឈឺជំនួសស្លាប់ជំនួសក៏ពិតប៉ុន្តែញោមនៅតែមិនដែរនៅតែសបាយទៅណានៅតែញញឹមទៅណាញញឹមធ្វើអីគេជាងការធ្វើអកុសលទៅញោមយើងសិនមានសតិណាសិល5ក៏ភ្លេចទៅជួនកាលដាច់1ដាច់2ទៅជួនកាលអត់អាទាំង5នឹងបដ ாய் ទៀតអត់ទៀនអត់សិលធរក៏ខ្ជិលស្ដាប់ណាថារវល់អីនឹងនិយាយថាម៉េចទេរវល់អីជួយមិនបានទេបើថាបើមិនស្ដាប់ទេមិនចេះញោមស្ដាប់ទៅដើម្បីកើតសទ្ធាមានសទ្ធាញ៉ាំងសិលនឹងឲ្យប្រព្រឹត្តទៅបានបើកាលណាមានសិលហើយសទ្ធាសិលនឹងរួមគ្នាឲ្យធ្វើសិលរក្សាសិលហើយមិនដែលអត់ធ្វើទានទេញោមដែលមានណារក្សាសិលអត់ដែលធ្វើទានទេតែគេរក្សាសិលគេមានសទ្ធារក្សាដល់សិលហើយទានគេធ្វើហើយអញ្ចឹងបានលោកសម្ដែងសទ្ធាសីលចាគៈវាមកតាមដាប់វាមិនទៅព្រាមចាគៈតែម្ដងតែសទ្ធាវាមានទានទៅសិលទៅឲ្យចាគៈមកហើយចាគៈហើយទៅធ្វើទានហើយស្ដាប់ធម៌បន្តិចទៅបញ្ញាវាកើតហើយបញ្ញាកើតឡើងទៅអា3ខាងដើមនេះរឹតតែមមសទ្ធាក៏រឹតតែមមសិលក៏រឹតតែមមចាគៈក៏រឹតតែមមទានដែលយើងធ្វើចាគៈណាអញ្ចឹងបានថាត្រូវស្ដាប់ធម៌ញោមប្រឹងស្ដាប់ធម៌បើយើងឃើញថាជារៀបជាធិមរណៈនឹងជាភ័យពិតប្រកបគឺយើងត្រូវប្រឹងប្រែងធ្វើនៅកុសលធម៌ព្រះអង្គសម្ដែងថាជារៀបជាធិមរណៈនឹងជាភ័យដែលយើងមិនអាចជួយគ្នាបានគិតពិតក៏ពិតប្រកបក៏ពិតមែនណាយើងនិយាយជន់ដែលស្និទ្ធនឹងគ្នាម្ដាយនិងកូនមាតាកូននឹងស្រឡាញ់គ្នាខ្លាំងក៏មិនអាចជួយគ្នាបានមិនអាចជួយក៏ពិតដែរប៉ុន្តែមានផ្លូវដើម្បីឲ្យកន្លងនៅភ័យនឹងបានឆ្លងបានព្រះអង្គសម្ដែងអរិយមេអង្គ8ណាដែលជាផ្លូវទៅកាន់ព្រះនិព្វានហ្នឹងជាធម៌នាំឲ្យយើងកន្លងនៅជារៀបជាធិមរណៈភ័យនឹងបានបើយើងធ្វើតាមព្រះអង្គអរិយមេអង្គ8នេះប្រព្រឹត្តទៅកើតឡើងនៅក្នុងមគ្គចិត្តឃើញនៅព្រះនិព្វាន
ដល់នៅព្រះរហ័តអីទៅដល់នៅព្រះនិព្វានអញ្ចឹងយើងនឹងរមែងរួចចាកអំពីជារៀបជាធិមរណៈហ្នឹងហើយអញ្ចឹងភ័យទាំង3ហ្នឹងរមែងលែងតែមានហើយញោមស្គាល់ទេអរិយមគ្គអង្គ8ស្គាល់ទេស្លាប់តែសូត្រញោមរក្សាសិល5បានប៉ុន្មានហើយបាន3ហើយមែនទេសិល5មានអីគេមានអរិយមគ្គអង្គ8ហ្នឹងបាន3បាត់ទៅហើយណាបើយើងរក្សាសិល5ណាវាមានវិរតិ3នៅក្នុងហ្នឹងសម្មាវាចាសម្មាកម្មន្តៈសម្មាអាជីវៈមែនទេ3ហ្នឹងជាអីគេវិរតិ3ហ្នឹងជាអរិយមគ្គ3បាត់ទៅហើយណាយើងនិយាយថាអរិយមគ្គដោយអមចុះប៉ុន្តែបើយើងថាវាប្រព្រឹត្តទៅនៅក្នុងមហាកុសលលោកិយមគ្គក៏ដោយតែវាជាបច្ច័យដល់អរិយមគ្គហ្នឹងឯងអញ្ចឹងសិល5បាន3បាត់ហើយសម្មាវាចាសម្មាកម្មន្តៈសម្មាអាជីវៈហ្នឹងវិរតិ3ទៅញោមប្រឹងមាននៅសម្មាទិដ្ឋិការយល់ត្រូវទៅមាននៅសម្មាសង្កប្បៈហ្នឹងទៅនឹងបាន5បាត់ទៅហើយណាមាននៅសម្មាសតិសម្មាវាយាមៈសម្មាសតិសម្មាសមាធិទៀតទៅដែលជាតួសមាធិណាជាតួសមាធិហ្នឹងវាបានទៅជា8បាត់ទៅហើយវាបាន8អញ្ចឹងអរិយមគ្គអង្គ8ទៅជាសិលសមាធិបញ្ញាហ្នឹងឯងនៅក្នុងអរិយវិន័យនេះបើយើងបានរក្សាសិលហើយយើងព្យាយាមចម្រើននៅបញ្ញាទៅមាននៅការយល់ត្រូវមាននៅការត្រេះរិះត្រូវព្យាយាមត្រូវគឺព្យាយាមធ្វើទានរក្សាសិលអប់រំចិត្តនឹងទៅមានសតិត្រូវគឺសតិនឹករលឹកឃើញតែត្រូវធ្វើបុណ្យដែលធ្វើឲ្យក៏រីករាយនឹករលឹកឲ្យក៏ធ្វើបុណ្យទៀតទៅមាននៅការតម្កល់ចិត្តនឹងត្រូវសមាធិឯកកតាផ្ដោតទៅក្នុងមហាកុសលមានព្រះនិព្វានជាគោលដៅទៅនឹងអរិយមគ្គអង្គ8ហ្នឹងវាជាផ្លូវទៅកាន់ព្រះនិព្វានអរិយមគ្គអង្គ8យើងនិយាយថាអរិយមគ្គផ្លូវដល់ប្រសើរពេលខ្លះវាប្រព្រឹត្តទៅនៅក្នុងមហាកុសលទៅរឿយទៅវាជាបច្ច័យនាំឲ្យកើតឡើងនៅក្នុងមគ្គចិត្តអរិយមគ្គអង្គ8ដែលប្រព្រឹត្តទៅក្នុងមគ្គចិត្តវាប្រព្រឹត្តទៅម្ដងទាំង8ម្ដងទាំង8ហ្នឹងដើរតួធ្វើជាដាវដ៏មុតកាប់នៅសត្រូវគឺកិលេសអកុសលអនុស័យទាំង7ហ្នឹងឲ្យដាច់ជាសមុច្ឆេទទៅធ្វើឲ្យយើងឃើញនៅព្រះនិព្វានផុតអំពីភ័យទាំង3ហ្នឹងផុតអំពីភ័យទាំង3ហ្នឹងអញ្ចឹងញាតិញោមស្ដាប់តន់ទេនិយាយមកច្រើនហើយនិយាយដំបូងនិយាយធម៌អត់មាននិមិត្ត5យ៉ាងទី2បន្ទាប់មកក៏និយាយតកតងនឹងភ័យ3យ៉ាងដែលម្ដាយកូនជួយគ្នាអត់បានប៉ុន្តែពុទ្ធជនយល់តែជួយគ្នាបានតកតងនឹងភ័យកើតពីភ្លើងទឹកជំនន់និងចោរប្លន់ព្រះអង្គសម្ដែងអមេតាបតិកភ័យពិតប្រកបគឺជារាភ័យព្យាធិភ័យមរណភ័យចឹងញាតិញោមស្ដាប់ហើយចឹងទៅគួបជាមួយនឹងអរិយមគ្គអង្គ8ចឹងទៅព្យាយាមចម្រើននៅកុសលធម៌ព្យាយាមបំពេញនៅកុសលធម៌រៀងខ្លួនណាដោយអាត្មាលើកខាងដើមហើយថាបុណ្យកុសលបុណ្យសពហ្នឹងយើងធ្វើបុណ្យសពពិធីបុណ្យហ្នឹងគឺយើងធ្វើឲ្យសមរម្យទៅតាមប្រពៃណីហើយប៉ុន្តែយើងផ្ដោតអ្នករស់ទេអ្នកស្លាប់ដែលស្លាប់ទៅហើយគឺយើងមានតែមួយទេគឺឧទ្ទិសបុណ្យជូនគាត់ប៉ុន្តែអ្វីគ្រប់យ៉ាងដល់សេះគឺយើងធ្វើដើម្បីយើងនៅរស់នេះដើម្បីឲ្យស្បៃនៅសេចក្តីទុក្ខពិចារណាមរណសតិដូចបានលើកខាងដើមអញ្ចឹងទៅស្បៃនៅសេចក្តីទុក្ខហើយក៏ប្រឹងប្រែងរស់នៅប្រកបដោយសតិស្មារតីប្រឹងប្រែងធ្វើបុណ្យដើម្បីកន្លងនៅភ័យគឺសេចក្តីស្លាប់នឹងជាភ័យដល់ក្រៃលែងគ្រាន់តែយើងមិនសូវឃើញនៅវាជាភ័យណាញោមទាំងអាត្មាក៏ដូចគ្នាញោមវាមិនមានសតិគ្រប់ពេលទេពេលខ្លះក៏ប្រមាទប៉ុន្តែអាស្រ័យការស្ដាប់ធម៌នឹងដែរណាស្ដាប់ធម៌អានធម៌អញ្ចឹងទៅអានសភៅធម៌អានបៃដកអត្ថកថាទៅក៏មាននៅសតិមកវិញទៅប្រឹងប្រែងបំពេញនៅកុសលធម៌ឡើងវិញទៅអញ្ចឹងសង្ឃឹមញាតិញោមពុទ្ធបរិស័ទស្ដាប់ទៅហើយជាអ្នកមាននៅសតិស្មារតីប្រឹងប្រែងស្ដាប់ធម៌ឲ្យរឿយធ្វើទានឲ្យរឿយកាលបើធ្វើយ៉ាងហ្នឹងរឿយលោកសំដែងនៅក្នុងពុណសូត្រណារមែងទៅកាន់សុគតិក៏រឿយចុងក្រោយរមែងដល់នៅព្រះនិព្វានចឹងសូមឲ្យមាននៅសតិស្មារតីប្រឹងប្រែងរស់នៅជាមួយគ្នាដោយមិនឲ្យមានការស្ដាយក្រោយដោយការធ្វើកុសលជាមួយគ្នាទៅវិញទៅមកមិនមានការឆ្លោះទៅទែងគ្នាបៀតបៀនគ្នាមានតែការផ្សាយមេត្តាផ្ដល់គ្នានឹងគ្នាព្រោះយើងសុទ្ធតែជាអ្នកមាននៅសេចក្តីទុក្ខរៀងគ្នាមិនមាននរណាមានទុក្ខតិចជាងច្រើនជាងទេគឺយើងឯងប្រហាលគ្នានឹងឯងកុំមកអួតថាខ្ញុំសោកណាស់មិនសូវកើតទុក្ខទេឬក៏ខំមកធ្ងោថាខ្ញុំអីក៏ទុក្ខជាងគេទុកនឹងវាមានរៀងខ្លួនទុកជាងគេគឺទុក3មិញហ្នឹងហើយវាយើងទុកទាំង4កងជាតិជារៀបជាធិមរណៈហ្នឹងគឺយើងមានទាំងអស់គ្នាមានណាអត់ទេណាអញ្ចឹងសេចក្តីទុកមានរៀងខ្លួន
ចឹងយើងក៏បីប្រឹងប្រែងរស់នៅប្រកបដោយមេត្តាដល់គ្នានឹងគ្នាដើម្បីចេញចាកទុកនេះទាំងអស់គ្នាណាសូមអនុមោទនីចាប់ប៉ុណ្្នឹងឯងខ្ញុំអាត្មាសម្ដែងមកដូចវិញហ្នឹងប៉ុណ្្នឹងសម្រាប់ជាប្រយោជន៍បុណ្យកុសលដែលបានពេញធ្វើឲ្យរឿយរឿយមករយៈនេះដើរបនសពណា4នាក់ឯងខ្ញុំតាំងពីថ្ងៃ9រោចមកអាត្មាដើរបនសពឡើងចង់កើតខ្មោចដែរបនសពអ្នកកលាញ់ស្លាប់1 78ចាប់ពីកលាញ់បូជាកលាញ់ចាប់ទៅតើ68ម្ដាយគ្រូចាតិកាវត្តតើរាប់អានក៏ទៅផុតពីនឹងទៅនៅថ្មីបូជាមួយសិលមួយថ្ងៃម្ដាយបាសក់គង់ឪពុកញោមវឿនហ្នឹងមួយទៅហើយថ្ងៃនេះមួយទៀតទៅណាចឹងឃើញថាដើរអញ្ចឹងក៏បានបុណ្យដែរខ្ញុំបានបុណ្យកុសលសង្វេគហើយក៏បានសម្ដែងធម៌ខ្លះហើយសូមប្រមូលបុណ្យកុសលផ្សេងជាពិសេសបុណ្យដែលបានបង្ហាត់បង្រៀនលោកផងកុសលធម៌ផ្សេងធម្មទានមិសទានដែលបានធ្វើឲ្យហ្នឹងសូមលើកឡើងជូនជាពិសេសបាសិកាសងផាន់បានទៅកើតក្នុងទីណាឬនៅក្នុងទីនេះកំពុងស្ដាប់ក្តីឬក៏ទេវតានៅទីនេះទាំងអស់ញាតិញោមទាំងអស់សូមបានចំណែកនៃបុណ្យនឹងឲ្យសូមជាបច្ច័យនៃការយល់ត្រូវដល់រាព្រះនិព្វានគ្រប់គ្នាសូមអនុមោទនា